Bàជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបង្ហាញពីក្តារមួយទៀតបាទតាក់ទងជាមួយនឹងក្តារតេសាជាក្បួនបុរាណខ្មែរយើងដែរបាទអញ្ចឹងក្តារតេសានេះគឺបុរាណអាចារ្យមកគាត់ភិកច្រើនគាត់យកដើម្បីដាក់ឈ្មោះឲ្យកូនចៅគាត់ណាគេថាកើតថ្ងៃណាអញ្ចឹងគាត់យកក្តារហ្នឹងដើម្បីដាក់ឈ្មោះឲ្យវាត្រូវនឹងឈ្មោះដែលមានលៀបមានជ័យមានលុយមានកាក់រស់នៅសុខស្រួលអត់ឈឺអត់កាត់ចឹងទៅចឹងឧទាហរណ៍ថាកូនចៅយើងដែលកើតយើងនិយាយថាឥឡូវកើតចំថ្ងៃច័ន្ទចាស់ថ្ងៃច័ន្ទយើងវល់បរិវារនេះបរិវារគឺចំណុចចាប់ដើមមើលឲ្យចំថ្ងៃច័ន្ទបរិវារវល់មកចំថ្ងៃច័ន្ទហ្នឹងមកនេះបរិវារអាយុតិចសេរីមូលឧស្សាហមន្ត្រីកាលកិណីចឹងទៅអញ្ចឹងយើងដាក់ឈ្មោះយើងត្រូវតែយកបើយើងចង់បានបរិវារច្រើនយើងយកអក្សរកខកខងអញ្ចឹងទៅហើយយើងចង់បានអាយុសុខសប្បាយអាយុយឺនយូរអញ្ចឹងចឆជឈញអញ្ចឹងយើងអាចផ្គុំគ្នាបានកខកខងចឆជឈញហ្នឹងហើយជុំមួយដថដូថណអញ្ចឹងទៅដែលដើម្បីមានអជ្ជះហើយតថតថនោះមានសេរីសុស្ដីហើយមានមូលៈមានលុយមានកាក់អញ្ចឹងទៅបផពផមអញ្ចឹងទៅហាមដាក់យកចំអក្សរយោរឡូវពោះយោរ៉ូចំឧស្សាហ៍នៃដែលកើតថ្ងៃច័ន្ទហ្នឹងឧស្សាហ៍បានន័យថាការដាក់ចំឈ្មោះហ្នឹងគាត់នឿយហត់បានន័យថាគាត់ចំឧស្សាហ៍ហ្នឹងគាត់នឿយហត់ត្រូវធ្វើការច្រើនទៅចំបងប្អូនឪពុកម្ដាយគាត់ខ្វល់ខ្វាយច្រើនណាស់អញ្ចឹងយើងរើសយកពណ៌បៃតងមកឲ្យមានចំបរិវារអាយុដេចសេរីមូលៈនិងមន្ត្រីមកហើយហាមបំផុតគឺចំកាលកិណីអត់ល្អទេកើតមកយើងកូនយើងដាក់ឈ្មោះចំកាលកិណីបានន័យថាវាអត់ល្អមែនតើអញ្ចឹងនេះគឺជាឧទាហរណ៍ដែលតកតងមួយការប្រើក្តារតេសាបាទហើយក្តារតេសាហ្នឹងយើងអាចមើលទិសរៀបចំដាក់បានរៀបចំជ័យភូមិនេះដាក់ហឹងព្រះបន្ទប់សក្ការៈបូជាយើងរៀបតាមតេសាបាទដាក់និយាយថាឥឡូវអ្នកកើតថ្ងៃច័ន្ទយើងអាចដាក់បន្ទប់ទឹកឬបគុណធុងសម្រាប់នៅចំទិសឦសានអ្នកនៃផ្ទះហើយអាចដាក់ឧស្សាហ៍នេះយើងដាក់អីក៏បានដែរហើយអាឡៃមូលៈនេះយើងដាក់ធុងលុយដាក់ចង្រុកដាក់តកតងមួយទ្រព្យសម្បត្តិយើងអានឹងយើងដាក់នៅចំទិសបច្ចឹមហើយទីសក្ការៈបូជាយើងអាចដាក់ចំអាយុអីចឹងទៅនៅកន្លែងហឹងព្រះចឹងដាក់នៅទិសអាគ្នេយ៍ចឹងទៅហើយបន្ទប់ទស្សនាដាក់បរិវារតកតងមួយនេះច្រើនណាអានឹងយើងចំពោះការរៀបផ្ទះតាមតេសាហើយមួយទៀតតេសាក៏យើងអាចមើលរិស័យប្រចាំឆ្នាំបានដែរយើងរាប់ទៅបរិវារអាយុតេជសេរីមកយើងចំឆ្នាំយើងអាយុម៉ានយើងមើលចំនឹងទៅបញ្រាប់ចូលកដាលមួយផងដូចថា1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
20 21 22 23 24 25 26 27 28 30 ចឹងចំថាអាយុយើងចំឧស្សាហៈចឹងបានថាឆ្នាំហ្នឹងយើងនឿយយើងហត់ចឹងបានយើងទទួលការងារបន្ទុកច្រើនហើយបើយើងចំមូលៈចឹងបានថាយើងរកលុយបានអីចឹងទៅអាហ្នឹងយើងមើលរិស័យតាមឆ្នាំបាទអរគុណចំពោះបងប្អូនដែលចាប់អារម្មណ៍ចង់មើលជាវក្តាហ្នឹងហើយយើងមានបរិញ្ញាបត្រមកចេះប្រើបាទចឹងអាចតាក់ទងមកបានបាទអរគុណ